ធ្វើជាអ្នកដឹកនាំដូចគាត់នឹងល្អអ្វីដែលអាចចាយលុយបានយើងចាយទៅពីព្រោះយើងអាចទៅរៀនបានទេយើងអត់មានពេលទៅរៀនទេព្រោះវាច្រើនមុខពេកណាខ្ញុំ positive គាត់អេយ៉ាបននឹងការសួរមានតែគាត់អត់បន្ទោសបុគ្គលិកខ្ជិលទេគាត់កំពុងរមធ្យោបាយតាមមាន KPI ដើម្បីវាស់វែងគួរធ្វើយ៉ាងម៉េចរកអ្នកជំនាញទៅដោយសារតែ KPI អត់ជារួមទេដូចបងណារ៉ូនៅនេះបានថាឧទាហរណ៍ KPI តាក់ទងបុគ្គលិក account មួយ finance គេមានរបស់គេផ្សេង KPI តាក់ទងបុគ្គលិក sales គេមាន KPI ផ្សេងសូម្បីតែ receptionist ក៏មាន KPI ផ្សេងលុះត្រាតែយើងរកចំអ្នកជំនាញជួនកាលអ្នកខ្លះជំនាញតែ KPI ធ្វើតែ account មួយ finance នេះដល់ពេលទៅ HR admin នេះក៏អត់ចេះធ្វើទេអញ្ចឹងមានពេលខ្លះយើងទៅរកឡើងរីក៏ប៉ុន្តែអាចមានអ្នកខ្លះទៅរកបែបដុំហើយមួយទៀតមុននឹងយើងទៅរកចំអ្នកជំនាញខ្លាចចាយលុយធំយើងអាចមានពេលខ្លះគេមាន app អ្នកខ្លះគេលក់ឯកសារកន្លែងនេះខ្ញុំណែនាំបុនផាកតិចចុះព្រោះគាត់មានលក់បែបអញ្ចឹងអាចទៅមើលលេងសិនដើម្បីយើងយល់បានយើងទៅវាស់អំពីកម្រៃឬក៏សេវាកម្មគេថាតម្លៃប៉ុណ្ណឹងយើងស័ក្តិសមចាយអត់ធ្វើជាអ្នកដឹកនាំដូចគាត់នឹងល្អអ្វីដែលអាចចាយលុយបានយើងចាយទៅពីព្រោះយើងអាចទៅរៀនបានទេយើងអត់មានពេលទៅរៀនទេព្រោះវាច្រើនមុខពេកណាអញ្ចឹងកន្លែងហ្នឹងខ្ញុំគោរពគាត់មានន័យថាដូចអត់មកបន្ទោសថាមានបុគ្គលិកខ្ជិលអាសាប៉ុន្តែគាត់មករកមធ្យោបាយអញ្ចឹងខ្ញុំជូនទៅវិញព្រោះត្រាតែអ្នកជំនាញមួយបានធ្វើ KPI ហ្នឹងជាទូទៅពេទ្យបេះដូងគឺទៅបេះដូងល្អជាងពេទ្យដែល general ស្អីក៏គាត់មើលបានដែរតែមិនបានឯកទេសទេអញ្ចឹងខ្ញុំជូនថាបើមើល KPI គួរទៅបែបឯកទេសយើងខ្វះណាទៅនឹងមួយមុខសិនទៅបើសិនជាផ្នែក account finance កំពុងមានបញ្ហាខ្លាំងទៅរក KPI នឹងសិនមួយណា emergency ជាងព្រោះវាចូល ICU ឡូវហើយអញ្ចឹងទៅរកអានឹងមុនអាខ្លះវាអត់តាន់អីទេកុំចាយលុយក្នុងពេលតែមួយច្រើនពេកបាទហើយបន្តតាម25នេះកុំចេះទេ